សួស្តីទាំងអស់គ្នាជាពិសេសអ្នកលក់អនឡាញហើយនិងអ្នកដែលចូលចិត្តធ្វើរូបភាព trading សម្រាប់ផុសលេងនៅក្នុង TikTok បណ្ដាញ Facebook Instagram អីហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាមកវីដេអូនេះគឺ best on the best ហើយត្រូវហើយអញ្ចឹងចាប់ដើមមើលវីដេអូទាំងអស់គ្នាមកទៅអូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែកម្លែក prompt ថ្មីតាក់ទងជាមួយនឹងtrading prompt ដែលយើងអាចធ្វើរូបយើងទៅជារូប poster ឬក៏រូបផលិតផលអីផ្សេងៗទាំងអស់គ្នាដូចរបៀបថាអ្នកទាំងអស់គ្នារកស៊ីផលិតផលលក់អនឡាញលក់អីគឺនៅក្នុងវីដេអូនេះគឺអ្នកទាំងអស់គ្នាមើលត្រូវហើយហ្នឹងចង់ឲ្យអ្នកទាំងអស់គ្នាខាត់ពេលច្រើនហើយមួយទៀតខ្ញុំចង់បញ្ជាក់ថាវីដេអូហ្នឹងគឺ free ទេអញ្ចឹងមុននឹងអ្នកទាំងអស់គ្នាមើលវីដេអូនេះទៀតសូម complete subscribe ហើយ like share វីដេអូហ្នឹងអូខេអញ្ចឹងឥឡូវយើងចូលមកកាន់ screen របស់យើងមកអូខេយើងនៅ clear screen របស់យើងទៅយើងមក website មួយដែលមានឈ្មោះថា MiGen AI ឬក៏មិនអានខុសមិនដឹងអីមិនដឹងមើលទៅនេះខ្ញុំដាក់ឲ្យនៅក្នុង description ក៏មានដែរអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាចូលមកអ្នកគ្នាឃើញនេះហើយអ្នកទាំងអស់គ្នាបន្ត select ឬរើសរូបភាពណាមួយដែលអ្នកទាំងអស់គ្នាចង់បានសម្រាប់យកទៅផុសលេងនៅក្នុង Facebook ឬ IG ហ្នឹង TikTok អីហ្នឹងអញ្ចឹងរើសមួយទៅខ្ញុំមិនដឹងរើសអីទេតែឥឡូវខ្ញុំចុចដើម្បីធ្វើឧទាហរណ៍ដល់អ្នកគ្នាហើយសិតតែរូបមនុស្សស្រីរូបមនុស្សប្រុសមួយហើយយកដាក់ឲ្យអ្នកទាំងគ្នាមើលឥឡូវថារូបនេះចោះអូខេអញ្ចឹងរូបនេះវា internal ចឹងអ្នកទាំងគ្នាមើលខាងស្ដាំណៃនេះគឺជា prompt របស់វាគឺ mini chibi 3D អញ្ចឹងអ្នកទាំងគ្នា select ឬក៏ copy ក៏បានឬ control C ក៏បានដែរយកមកផាសនៅក្នុងchat GPT ក៏បាន chat Google អីក៏បានដែរឲ្យតើអ្នកទាំងអស់គ្នាចេះប្រើមួយណាក៏បានដែរវាអត់សំខាន់លើនេះទេអញ្ចឹងអ្នកទាំងអស់គ្នាមិញហ្នឹងខ្ញុំភ្លេចប្រាប់កន្លែង add file អ្នកទាំងអស់គ្នា add photo file ហ្នឹងឯងមកតើរើសរូបភាពដែលអ្នកទាំងអស់គ្នាចង់ដាក់រូបខ្លួនឯងហ្នឹងខ្ញុំអត់មានរូបអីខ្ញុំមើលទៅនៅក្នុងកុំព្យូទ័រមានអីខ្ញុំដាក់អាហ្នឹង wait launch icon អូខេមានរូបណាខ្ញុំដាក់រូបហ្នឹងអូខេចាំតិចនេះឥឡូវខ្ញុំដាក់រូបខ្លួនឯងហើយខ្ញុំ pass prompt ហ្នឹងហើយអ្នកនរគ្នា pass វាទៅអញ្ចឹងឡងពេលដែល generate ហ្នឹងអ្នកនរគ្នាអាចចាំយូរឬលឿនគឺដោយសារកត្តាអ៊ីនធឺណិតខ្ញុំគិតថាឥឡូវសម័យ AI គឺកាន់តែជឿនលឿនខ្លាំងមែនទែនអញ្ចឹងអ្នកនរគ្នាគួរតែចាប់ផ្ដើមសិក្សានិងរៀនសូត្រពី AI នឹងឲ្យច្រើនជាពិសេសតាក់ទងជាមួយនឹងការផលិតទាំងវីដេអូទាំងសលេងទាំងអីហ្នឹងគឺឲ្យតន់ជាមួយនឹងឆ្នាំ2026នឹងអនាគតព្រោះថាអនាគតទៅ AI នឹងជំនួសការងារមនុស្សច្រើនមែនទែនអញ្ចឹងមកពេលដែលកំពុងចាំយូរអ្នកទាំងអស់គ្នាអាចគិតមើលទៅថាគួរតែចាប់ផ្ដើមអត់បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តខ្ញុំនឹងធ្វើវីដេអូច្រើនទៀតតាក់ទងជាមួយនឹងការផលិតចម្រៀងនៅក្នុង AI ដើម្បីផលិតជាការរកលុយនៅក្នុងអ៊ីនធឺណិតអីជាដើមអញ្ចឹងនេះអ្នកទាំងអស់គ្នាឃើញគឺរូបដែលយើងបាន yes គឺមិនហ្នឹងអូខេអញ្ចឹងវីដេអូហ្នឹងដូចជាមានន័យច្រើនតែប៉ុណ្្នឹងហើយអានេះក៏ជាវីដេអូដំបូងរបស់ខ្ញុំដែរដែលខ្ញុំផុសនៅក្នុង channel នេះហើយអរគុណដែលបានមើលហើយបើចូលចិត្តឬឆ្ងល់អីតាក់ទងមួយ AI ក្រោយតាក់ទងមួយ technology ខ្ញុំអាចបញ្យល់បានច្រើនអូខេជួបគ្នាវីដេអូក្រោយបាយបាយ